ពុទ្ធបូជាបរិច្ឆេទទី9តេនខោបនៈសមយេនៈឧរុវេលាយ៉ាងសេនានិយមោក្នុងសម័យនោះមានស្រុកមួយឈ្មោះសេនានិគមក្នុងឧរុវេលាប្រទេសមានទីរកាម្នាក់ឈ្មោះនាងសុជាតាជាធីតានៃសេនាកដុម្ពីនៅក្នុងប្រទេសនោះនាងមានវ័យចម្រើនឡើងបានធ្វើនៅសេចក្តីប្រាថ្នាទៀបដើមជ្រៃមួយដើមថាបើខ្ញុំបានប្តីមានជាតិត្រកូលស្មើគ្នាហើយបានកូនប្រុសច្បងខ្ញុំនឹងធ្វើគ្រឿងពលិកម្មដោយការបរិច្ចាគទ្រព្យ100,000 កហបណៈដល់លោករាល់ឆ្នាំលោកកាលជាខាងក្រោយមកសេចក្តីប្រាថ្នានៃនាងសុជាតាក៏បានសម្រេចមិនមានឃ្លាតតាសៈឆាព្យសានិទុក្ករកិរិយ៉ាងករោនតាសៈកាលដែលព្រះមហាបុរសទ្រង់ធ្វើទុក្ករកិរិយាអស់6ព្រះវស្សានាងសុជាតាមានសេចក្តីប្រាថ្នាដើម្បីធ្វើពលិកម្មដល់ទេវតានាងបង្គាប់ឲ្យមនុស្សនាំមេគោ1000មកលែងក្នុងព្រៃនោះឯងហើយមេគោបរិភោគឈើអែមលុះដល់វេលាល្ងាចនាងឲ្យយកភាជនៈ500មកត្រងទឹកដោះមេគោ500យកមកឲ្យមេគោ500ដែលមិនរិតទឹកដោះនោះផឹកនាងសុជាតាឲ្យបែងពាក់កណ្ដាលយ៉ាងនេះដរាបនៅសល់តែមេគោ8នាងសុជាតាធ្វើយ៉ាងនេះដើម្បីឲ្យទឹកដោះនោះមានរសផ្អែមវិសាខពនមីតិវសេបាតោវៈនាងសុជាតាគិតថាវេលាព្រឹកស្អែកនេះជាថ្ងៃពនមីខែវិសាខអាត្មាអញនឹងធ្វើពលិកម្មដល់ទេវតារក្សាដើមព្រះជ្រៃលុះព្រឹកឡើងនាងឲ្យរិតទឹកដោះគោមេគោទាំង8នាកាលភាជនៈដែលគេបងអោនចូលទៅចិត្តដើមដោះមេគោទឹកដោះគោក៏ហូរចុះមកខ្លួនឯងតាំងអច្ឆរិយ៉ាងទិស្វានាងសុជាតាបានឃើញហេតុជាអស្ចារ្យដូច្នោះក៏កាន់យកទឹកដោះគោដោយដៃខ្លួនឯងទៅចុះក្នុងភាជនៈថ្មីបង្កាត់ភ្លើងដោយដៃខ្លួនឯងប្ររពនឹងចំអិនមធុបាយៈពពុះសោតក៏វិលជាតក្ខិណាវត្តប្រព្រឹត្តទៅជុំវិញមិនបានស្រក់ធ្លាក់ចុះមកខាងក្រោមភាជនៈឡើយតាសមង្ខនេចត្តារោមហារាជាណូខណៈនោះចតុលោកកបាលទាំង4ក៏ចុះមកជួយរក្សាចង្ក្រានព្រះមហាព្រំក៏យកស្វេតឆ័ត្រមកបើកបាំងស្ដេចអមរិន្ទ្រាធិរាជមកថែភ្លើងទេវតាដែលនៅក្នុងចក្រវាលក៏នាំ
ទឹកបយជារស់មកដាក់ក្នុងមធុបាយៈដោយអានុភាពនៃខ្លួននាងសុជាតាឃើញហេតុជាអស្ចារ្យដូច្នោះហើយក៏ហៅនាងបណ្ណាទាសីមកប្រាប់ថាបណ្ណាអើយថ្ងៃនេះទេវតាមានចិត្តត្រេកអរនឹងយើងយ៉ាងក្រៃពេកហេតុជាអស្ចារ្យដូច្នោះយើងមិនធ្លាប់ឃើញទេចូលឯងបោះក្រោមដើមជ្រៃជាទីលំនៅនៃទេវតាឲ្យស្អាតនាងបណ្ណទាសីក៏ទទួលតាមពាក្យនៃនាងសុជាតាពុទ្ធិសន្តោតាសារតិយាអញ្ញយេនៈលុះរាត្រីនោះកន្លងទៅព្រះបរមពុទ្ធិសត្វទ្រង់ធ្វើសិរីរកិច្ចស្រេចហើយព្រះអង្គគង់រងចាំភិក្ខាហាវេលាទើបទ្រង់ស្ដេចទៅគង់នៅនាដើមព្រះជ្រៃលំដាប់នោះនាងបណ្ណទាសីដើរទៅក៏បានឃើញព្រះពោធិសត្វគង់តូតលោកកធាតបែរទៅខាងកើតមានរស្មីផ្សាយចេញអំពីព្រះកាយមានវណ្ណៈដូចជាមាសក៏កំណត់ថាថ្ងៃនេះទេវតាយើងចុះចាកដើមជ្រៃមករងចាំទទួលគ្រឿងពលិកម្មដោយដៃខ្លួនឯងនាងក៏មានចិត្តត្រេកអរត្រឡប់ទៅជម្រាបហេតុនោះដល់នាងសុជាតាសុជាតាតាសាវចនំសតវានាងសុជាតាបានស្ដាប់បណ្ណទាសីក៏មានសេចក្តីត្រេកអរស្រដីតបទៅថាបើពិតដូច្នោះមែនតាំងអំពីថ្ងៃនេះទៅនាងចូលស្ថិតនៅក្នុងទីនេះជាទេវធីតានៃយើងទើបនាងសុជាតាឲ្យគ្រឿងប្រដាប់ទាំងពួងដល់នាងបណ្ណទាសីតាមសំគូហើយឲ្យយកភាជនៈមាសមានតម្លៃ100,000មកដាក់មធុបាយៈយកភាជនៈដតីមកគ្របស្រេចរុំដោយសម្ពុតសនាងសុជាតាតែងខ្លួនស្រេចហើយហើយនាងបណ្ណទាសីទូលភាជនៈដើរតាមក្រោយទៅដល់ដើមព្រះជ្រៃក៏បានឃើញព្រះពោធិសត្វគង់នៅក្រោមដើមព្រះជ្រៃនោះទើបលើកវត្ថុបាយៈទៅថ្វាយបាទដីដែលខតិកាមហាព្រំថ្វាយក៏បាត់ទៅព្រះពោធិសត្វងាករកបាទមិនឃើញសាពោធិសន្តស្សៈអាការังសលហខេតវានាងសុជាតាកំណត់ដឹងអាការៈនៃព្រះពោធិសត្វហើយនាងក៏ថ្វាយទាំងភាជនៈដោយពាក្យថាសេចក្តីប្រាថ្នានៃខ្ញុំសម្រេចហើយខ្ញុំថ្វាយមធុបាយៈព្រមទាំងភាជនៈមាសនេះហើយនាងក៏ដើរជិះចេញទៅចំណែកខាងមហាបុរសក៏ក្រោកចាកអាសនៈធ្វើប្រទក្សិណដើមព្រះជ្រៃ3ជុំហើយព្រះអង្គកាន់យកភាជនៈមាសនោះយាងទៅកាន់ស្ទឹងនេរញ្ជរីដល់ហើយព្រះអង្គតម្កល់ភាជនៈទុកទៀបឆ្នេរស្ទឹងទើបទ្រង់យាងចុះស្រង់ក្នុងស្ទឹងស្រង់ស្រេចហើយទ្រង់ស្លៀកដណ្ដប់ត្រៃចីវរគង់បែរព្រះភ័ក្ត្រទៅកាន់ពុរិធ
ថេមទិព្រះអង្គពូតមធុបាយៈជាពំនូតប៉ុនក្របថ្នោតបានចំនួន49ពំនូតសោបរិភុជនៈបរិយោសានេព្រះបរមពុទ្ធិសត្វទ្រង់សោយមិនមានសល់ស្រេចហើយទើបព្រះអង្គកាន់យកនៅសុវណ្ណភាជនៈទ្រង់អធិដ្ឋានថាបើអាត្មាអញបានត្រាស់ជាព្រះពុទ្ធពិតប្រកបក្នុងថ្ងៃនេះមែនសូមឲ្យសុវណ្ណភាជនៈអណ្ដែតប្រច្រាស់ទឹកឡើងទៅទើបព្រះអង្គបណ្ដែតទៅក្នុងស្ទឹងភាជនៈនោះហាក់បីដូចជាមានចេតនាក៏អណ្ដែតច្រាស់ទឹកឡើងទៅលើដើម្បីសម្ដែងនៅសัพពញ្ញូតញ្ញានិមិត្តលុះអណ្ដែតប្រច្រាស់ទឹកទៅបាន80ហត្ថហើយក៏លិចចុះក្នុងអន្លង់មួយជាទីចិត្តពិភពកាលនីដង្កេចនឹងភាជនៈព្រះពុទ្ធ3ព្រះអង្គពីបុរាណឮសូរក្រឹកក្រឹកហើយសៀតសោកទ្រពីខាងក្រៅភាជនៈទាំង3នោះកាលនីរាជាតាំងសតវាអពុជិតវាស្ដេចកាលនីបានឮសូរភាជនៈដង្កេចគ្នាក៏ភ្ញាក់ឡើងគិតថាពីម្សិលមិញព្រះពុទ្ធបានត្រាស់មួយព្រះអង្គថ្ងៃនេះព្រះពុទ្ធបានត្រាស់មួយព្រះអង្គទៀតហើយទើបទៅចិត្តភាជនៈមានពូលសរសើរព្រះពុទ្ធគុណចំណែកការខាងព្រះពោធិសត្វទ្រង់សម្រាកប្រកាយក្នុងសាលវ័នទៀបឆ្នេរស្ទឹងលុះបានដល់សាយន្តសម័យព្រះអង្គយាងចាកសាលវ័នក៏ពួកទេវតាក៏ធ្វើសក្ការៈដោយទឹកមាលារុក្ខាលតាជាតិទាំងសងខាងមាគាក៏បញ្ចេញផ្កាបូជាពពួកទេវតាក្នុងលោកធាតុទាំង 10000 ក៏ថ្វាយសពសាធុការបូជាដោយផ្កាភ្ញីព្រះអង្គទ្រង់យាងឆ្ពោះទៅកាន់ពោធិព្រឹក្សតាសមង្សមយេក្នុងសម័យនោះសោហត្ថខយព្រាមអ្នកច្រូតស្បូវបានឃើញព្រះពោធិសត្វហើយក៏ថ្វាយស្ការព្រះពោធិសត្វទ្រង់ស្ដេចទៅដល់គុលពោធិព្រឹក្សប្រទក្សិណហើយគង់នៅត្រង់តក្កិណទិសបច្ចឹមទិសឧត្តរទិសតាមវិរៈទ្រង់បែរព្រះភ័ក្ត្រទៅកាន់ពោធិព្រឹក្សចក្រវាលក្នុងទិសនោះក៏ញាប់ញ័របីដូចជាក្រាបទូលថាទីនេះមិនមែនជាទីកើតរតនបល្ល័ង្កទេព្រះអង្គទ្រង់ជ្រាបហេតុនោះហើយទើបយាងទៅខាងពុរិទ្ធធិមទិសបែរព្រះភ័ក្ត្រទៅកាន់ទិសបច្ចឹមទីនោះមិនបានញាប់ញ័រព្រះអង្គក៏សន្និដ្ឋានថាទីនេះគឺជាទីកើតនៃបល្ល័ង្កទើបទ្រង់ក្រាលនៅស្បូវភ្លាំងតាមធម្មតាតែណាស់ជាតិនឹងកើតជារតនបល្ល័ង្កក៏ទេឯវៈចិរាសនៈក៏ហើយដោយកែវវរៈចិកម្ពស់14ហត្ថក៏ផុសឡើងក្នុងកាលនោះឧទិសន្តោរតនបល្ល័ង្កទិស្វាព្រះពោធិសត្វឃើញរតនបល្ល័ង្កហើយ
ឡើងគង់ទ្រង់អធិដ្ឋានព្យាយាមប្រកបដោយអង្គ4ថាស្បែកសរសៃឈាមយើងចូលរីងស្ងួតអស់ទៅចុះបើអាត្មាអញមិនបានត្រាស់ទេនឹងមិនក្រោបចាករតនបល្ល័ង្កនេះឡើយទ្រង់អធិដ្ឋានស្រេចហើយទើបបែរព្រះពិធិទៅកាន់ដើមពោធិព្រឹក្សដ៏មានកម្ពស់50ហត្ថក្នុងកាលនោះសកទេវរាជកាន់យកកន្ធៈទេវបុត្រយកពិនមកផ្លុំថ្វាប្រគំថ្វាយសុយាមទេវតាទ្រង់យកចាមរៈទិដ្ឋមកបក់ថ្វាយសហបតីព្រំយកស្វេតឆ័ត្រមកបាំងថ្វាយមហាកាលនិកក៏នាំយកនាងកញ្ញាមករំថ្វាយទេវតាក្នុងចក្រវាលទាំង10000នាំយកទឹកមាលាមកធ្វើសក្ការៈបូជាថ្វាយសព្វសាធុការដល់ព្រះបរមពុទ្ធិសត្វរាល់គ្នាហើយឈរនៅក្នុងទីនោះ